សមុទ្រសមុទ្រពេលនឹកឃើញដល់សមុទ្រនឹកឃើញអីខ្លះមានឆ្នេរខ្សាច់ទេសភាពស្អាតញ៉ាំហូបឆ្ងាញ់ចុះធ្លាប់គិតអត់ដល់អ្នកដែលគាត់នៅនឹង3ថ្ងៃដែលខ្ញុំបានមកលេងកោះស្ដេចខ្ញុំមានពេលគិតឡើងវិញពីកំហុសខ្លួនឯងមួយមើលបណ្ដាញសង្គមរាល់ថ្ងៃទៅជីវិតនឹងដូចទីលានប៉ណ្ណាំងអញ្ចឹងអូឃើញគេបានការងារល្អគេបានដើរលេងសប្បាយសុកមិត្តភក្តិភ្ជាប់ពាក្យលេចខ្លួនការទៀតហើយអ្នកខ្លះទៀតគេរើចូលផ្ទះថ្មីទៅមើលមកដូចជាគេគ្រប់គ្នាស្ទុះទៅមុខលឿនទៅដល់ពេលកលេចមកខ្លួនឯងតាំងនឹកឆ្ងល់ខ្ញុំដើរអត់ទាន់គេមែនខ្ញុំធ្វើអីខុសហើយឥឡូវខ្ញុំត្រូវខំធ្វើមិនទៀតចឹងនៅនេះម្យ៉ាងដែរមើលទៅអត់មានណាគេប៉ណ្ណឹងណាអ្នកនេសាទក៏ចេញទូករកត្រីតែគាត់ទៅហើយអ្នកលក់នៅផ្សារក៏មកលក់ដូចធម្មតារាល់ថ្ងៃក្មេងៗតានេវារៀនក៏រត់លេងខ្លែងទៅជីវិតនៅនេះមើលទៅអត់លឿនហើយក៏អត់យឺតដែរតាមដំណើររបស់គេជួនកាលអន់ចិត្តមែនតែពេលបែបនេះធ្វើឲ្យខ្ញុំនឹកឃើញថាទេលើលោកនេះមានសិទ្ធិតែម្នាក់តាអត់មានណាគេដូចយើងហើយយើងក៏អត់ដូចណាគេដែរឥឡូវមើលទឹកសមុទ្រអាលោកមួយលឿនមួយទៀតយឺតមានខ្ពស់មានទាបមកនឹងដំបូងខ្ញុំគិតថាខ្ញុំមានអារម្មណ៍អត់ដើរទាន់គេតែតាមពិតទៅវាគ្មានពាក្យថាទាន់ឬមិនទាន់ហ្នឹងសោះម្នាក់មានអាលោករៀងខ្លួនយើងកើតមកខុសគ្នាបញ្ហាក៏ខុសគ្នាអាលោកគេដើរលឿនបានអាលោកយើងក៏មិនខុសអីដែរសំខាន់គឺយើងអត់នៅស្ងៀមត្រឹងសោះមានពាក្យមួយគេថាការផ្លាស់ប្ដូរយើងមើលប្រចាំថ្ងៃអត់ដឹងទេជាពិសេសបើយើងជាអ្នកផ្លាស់ប្ដូរខ្លួនឯងនឹងដល់ពេលកលេចមករាប់ឆ្នាំក្រោយមកបានដឹងថាអូអីគ្រប់យ៉ាងខុសគ្នាខ្លាំងណាស់នោះចឹងសម្រាប់អ្នកដែលមានអារម្មណ៍ថាដើរអត់ទាន់គេខ្ញុំចង់ប្រាប់ថាកុំភ័យទោះយឺតលឿនអាលោកយើងគង់ដល់ច្រាំងដូចគ្នាសមុទ្រពេលនឹកឃើញដល់សមុទ្រនឹកឃើញអីខ្លះ